តែអ្នកទាំងអស់នេះស្ដាយបើសិនជាពេលវេលាដ៏មានតម្លៃកំពុងតែកើតឡើងចំពោះមុខយើងហើយបែរជាថតរូបទុកជាអនុស្សាវរីយ៍អត់ទាន់ដោយសារតែទូរស័ព្ទយើងនឹងវាយឺតពេករឿងស្ដាយប្រកាសជាស្ដាយហើយប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានទូរស័ព្ទថ្លៃប្រើទេត្រូវប៉ុន្តែ Tecno Camon 40 Pro 5G នេះថតសកម្មភាពលឿនបានច្បាស់ហើយតម្លៃតែជាង$200សំខាន់វាមាន IP69 ធន់នឹងទឹកធូលីហើយមាន AI ជាច្រើនអត់ចាញ់ទូរស័ព្ទថ្លៃនោះទេតាមមើល Tecno Camon 40 Pro 5G នេះគឺអត់ចង់ឲ្យយើងខកខានថតរូបពេលវេលាល្អៗណាមួយនោះទេដោយសារតែគេមាន One Tap Button នេះចុច2ដងចូលមកកាន់កាមេរ៉ាបានភ្លាមតែម្ដងជាទូទៅខ្ញុំសង្កេតឃើញថាចំពោះទូរស័ព្ទកម្រិតតម្លៃ$200ជាងឥឡូវគឺមានសមត្ថភាពខ្លាំងមែនទែនអាចថតរូបបានច្បាស់ភាគច្រើនប៉ុន្តែជួនកាលគឺវាជួបបញ្ហាមួយគឺការថតរូបអត់សូវបានលឿនប្រហែលទេដូច្នេះការនាំយកមុខងារថតសកម្មភាពលឿននេះគឺជាដំណោះស្រាយដ៏ល្អមែនទែនជាក់ស្ដែងថ្ងៃមុនខ្ញុំបាននាំកូនខ្ញុំទៅលេងព្រាបនៅមុខវាំងហើយអ្នកធ្លាប់មានកូនគឺប្រកាសជាដឹងហើយថាកូនក្មេងអត់ងាយនៅស្ងៀមឲ្យយើងបានថតស្រួលទេប៉ុន្តែខ្ញុំបានយក Tecno Camon 40 Pro 5G នេះទៅសាកល្បងឃើញថាខ្ញុំអាចចាប់យករូបភាពសកម្មភាពលឿនរបស់គាត់នឹងបានច្រើនហើយច្បាស់ល្អមែនទែនហើយបើចង់ដឹងថាច្បាស់មែនឬក៏អត់មើលតែរូបព្រាបទៅគឺដឹងហើយព្រាបហោះកាត់ក៏យើងថតមកបានជាប់ច្បាស់ល្អដែរចឹងចូលតែនិយាយអំពីការថតរូបហើយយើងនាំគ្នាមកមើលពីគ្រឿងបង្គុំកាមេរ៉ារបស់ Tecno Camon 40 Pro 5G នេះតែម្ដងទៅចំពោះកាមេរ៉ាក្រោយយើងទទួលបានកាមេរ៉ាមេដែលប្រើ sensor Sony LYT 700C ទំហំ1លើ 1.56 អ៊ីងដែលមានកម្រិតច្បាស់ 50 megapixel aperture f1.8 ទប់លំនឹងដោយ OIS ហើយយើងអាចថតក្នុងកម្រិត 1x និង 2x បាននិងថតវីដេអូក្នុងកម្រិត 4K 30 fpsទី2គឺជាកាមេរ៉ាពង្រីកមុំ Ultra Wide Angle កាមេរ៉ាដែលមានកម្រិតច្បាស់8 megapixel និងអាចថតវីដេអូបានកម្រិត 2K 30 fps ចំណែកកាមេរ៉ា selfie យើងទទួលបានទំហំ50 megapixel aperture f2.4 ដែលអាចថតវីដេអូបានកម្រិត 4K 30 fps ដូចគ្នាចំពោះការថតរូបទូទៅការទាញ dynamic range គឺធ្វើបានល្អដោយសូម្បីតែប្លង់ដែលមានពន្លឺខុសគ្នាខ្លាំងបែបនេះក៏វាអាចកណនាឲ្យមកស្មើគ្នាវិញបានដូចគ្នាចំពោះរូបថតដែលថតចេញពីកាមេរ៉ា Ultra Wide Angle វិញវាអត់មានកោងនៅជារូបភាពនោះទេចំណែកកាមេរ៉ា selfie ក៏អាចថតបានទូលាយច្បាស់ល្អនិងអាចថតរូបបែប portrait បានផងដែរចំណុចមួយដែលយើងបន្តឃើញមាននៅលើទូរស័ព្ទដៃកម្រិតតម្លៃប៉ុណ្នេះគឺការបង្ហាញរូបភាព HDR ដោយការបើក HDR វាធ្វើឲ្យពន្លឺនិងពណ៌រូបភាពមានលក្ខណៈដិតនិងផុសស្អាតមែនទែនទូរស័ព្ទនេះក៏មានបំពាក់មកជាមួយនឹងមុខងារ AI ផងដែរដូច្នេះនៅពេលដែលយើងថតរូបបើសិនជាមានចំណុចណាមួយដែលយើងអត់ពេញចិត្តក៏យើងមាន AI សម្រាប់ជំនួយផងដែរដូចជា AI Eraser សម្រាប់លុបចំណុចដែលយើងមិនពេញចិត្តចេញ AI Sharpness Plus សម្រាប់បន្ថែមភាពច្បាស់ទៅលើរូបភាពនិង AI Extender សម្រាប់ពង្រីករូបភាពដែលយើងថតដាច់បន្តិចបន្តួចអីគឺយើងអាចពង្រីកឲ្យមកពេញវិញបានងាកមកមើលការរចនារូបរាងខាងក្រៅវិញ Tecno Camon 40 Pro 5G នេះប្រើអេក្រង់និងខ្នងក្រោយកោងដែលធ្វើឲ្យវ៉ាន់ជំវិញមានកម្រាស់ស្ដើងខ្លាំងមែនទែនមាន3ពណ៌សម្រាប់ជ្រើសរើសគឺបៃតងខ្មៅនិងសហើយអ្វីដែលសំខាន់គឺវាមានអាវក្រោះការពារ IP69 ដែលធន់នឹងធូលីសម្ពាធទឹកស័ក្តិសមសម្រាប់អ្នកចូលចិត្តដើរផ្សងព្រេងដើរលេងកាត់ភ្លៀងឬក៏ឡើងភ្នំឬក៏យើងយកទៅថតលេងនៅក្នុងទឹកអីគឺអត់មានបញ្ហានោះទេចំពោះអេក្រង់យើងទទួលបាន panel ប្រភេទ AMOLED ដែលមាន refresh rate 144Hz ទំហំ 6.78 អ៊ីង resolution 1080 x នឹង 2436 pixel ដែលស្មើនឹង393 ppi វាអាចបង្ហាញរូបភាពនិងវីដេអូបានច្បាស់ត្រជាក់ភ្នែកហើយរអិលព្រិលតែម្ដងបទពិសោធន៍នៃការមើលរូបភាពក៏ដូចជាវីដេអូដ៏ល្អនេះវាអមជាមួយនឹង stereo speaker ដែលអាចបញ្ចេញសំឡេងបានរណ្ដំនិងខ្លាំងល្អគួរសម We can't stop going alone. No one can. But we can find a way. Together. ទូរស័ព្ទនេះដំណើរការដោយ chipset MediaTek Dimensity 7300 Ultimate RAM 8GB បូក 8GB បន្ថែមទំហំផ្ទុក 256GB ផ្គត់ផ្គង់ដោយថាមពលថ្មទំហំ 5200 mAh ដែលគាំទ្រការសាកចូលវិញក្នុងល្បឿន 45W ជាមួយនឹងដុំសាកដែលមាននៅក្នុងប្រអប់ស្រាប់ទូរស័ព្ទនេះដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ iOS 15ដែល Tecno បានអះអាងថានឹងនៅដំណើរការបានរលូនល្អរហូតដល់អាយុកាល 6 ឆ្នាំឯណោះក្នុងនោះយើងក៏ឃើញមានមុខងារ AI ជាច្រើនដែរដូចជា AI Assistant Circle to Search និង AI ជំនួយក្នុងការសរសេរអត្ថបទជាដើមសម្រាប់កម្លាំងម៉ាស៊ីនប៉ុណ្នេះបើយើងនិយាយពីការប្រើប្រាស់ទូទៅប្រចាំថ្ងៃគឺរលូនល្អមែនទែនទោះបីជាយើងប្រើ app ច្រើនឆ្លាស់កម្មវិធីចុះឡើងក៏អត់មានបញ្ហាដែរហើយបើយើងនិយាយពីការលេងហ្គេមវិញគឺយើងអាចលេងហ្គេមធំបានបើក្នុងកម្រិត setting ខ្ពស់ក៏បានដែរចឹង Tecno Camon 40 Pro 5G នេះត្រូវបានគេដាក់លក់ក្នុងតម្លៃ$269ជាមួយនឹង RAM 8GB បូក 8GB បន្ថែមហើយនឹងទំហំ memory 256GB
ប៉ុន្តែគេក៏មានផ្ដល់ជម្រើសមួយទៀតដែរដែលមានតម្លៃយ៉ាងធូរជាងបន្តិចគឺ Tecno Camon 40 Pro ដែលមានតម្លៃ$249ជាមួយទំហំ RAM 8GB Memory 256GB ដូចគ្នាប៉ុន្តែចំពោះមតិយោបល់ពីខ្ញុំទៅវិញគឺខ្ញុំណែនាំថាអ្នកទាំងអស់គ្នាគួរតែប្រើ Tecno Camon 40 Pro 5G តែម្ដងទៅដោយសារតែវាខុសទៀតតែ$20ទេសរុបមកខ្ញុំយល់ឃើញថា Tecno Camon 40 Pro 5G នេះគឺជាការផ្ដល់ជូននូវជម្រើសដ៏ល្អមួយទៀតសម្រាប់អ្នកដែលមានថវិកាមួយល្មមសមរម្យក្រោម$300ប៉ុន្តែយើងអាចទទួលបានទូរស័ព្ទមួយដែលមានកាមេរ៉ាលឿនមានមុខងារ AI កម្លាំងម៉ាស៊ីនខ្លាំងគ្រប់គ្រាន់ថ្មវាក៏កាន់ប្រើបានយូរហើយអេក្រង់ក៏ច្បាស់ល្អដែរបើយើងនិយាយពីការប្រើប្រាស់ប្រចាំថ្ងៃទូទៅគឺប៉ុណ្ណេះដឹងតែពេញចិត្តហើយចំពោះវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នាវីដេអូក្រោយបាយបាយ